សូមគោរពជំរាបសួរដល់បងប្អូនទាំងអស់គ្នាបាទពេលនេះយើងខ្ញុំក៏បានវិលមកជួបនឹងបងប្អូនសាជាថ្មីម្ដងទៀតហើយក៏ដកស្រង់បាទទៅនឹងអត្ថបទសុខភាពមួយទៀតថ្មីដើម្បីយកមកចែករំលែកបន្តទៅដល់បងប្អូនយើងបាទផ្លែឈើមួយប្រភេទនេះមានអត្ថប្រយោជន៍ច្រើនណាស់បងប្អូនអើយបាទដោយសារតែបងប្អូនខ្លះក៏ដឹងអំពីអត្ថប្រយោជន៍របស់វាបងប្អូនខ្លះក៏មិនដឹងប៉ុន្តែផ្លែឈើមួយប្រភេទនេះគឺមានច្រើនបាទសម្រាប់នៅតាមបណ្ដាភូមិនីមួយៗណាបាទមានច្រើនហើយជាពិសេសហ្នឹងគឺក្មេងៗគាត់ចូលចិត្តផងដែរបាទតាក់ទងទៅនឹងផ្លែអំពិលទឹកបាទមានអត្ថប្រយោជន៍ដល់ម្លឹងបាទព្រោះថាមិនដែលដឹងសោះបាទកន្លងមកបាទយើងខ្ញុំក៏ធ្លាប់ហូបបាទទៅលើផ្លែនេះដែរប៉ុន្តែអត់ដឹងពីអត្ថប្រយោជន៍ទេបាទហើយបងប្អូនយើងមួយចំនួនក៏ប្រហែលជាមិនដឹងដែរបាទដូច្នេះហើយទើបយើងខ្ញុំដកស្រង់អត្ថបទមួយនេះពីគេហទំព័ររបស់ Hello គ្រូពេទ្យដើម្បីចែករំលែកបន្តទៀតទៅដល់បងប្អូនដើម្បីឲ្យបានដឹងតាក់ទងទៅនឹងអំពិលទឹកបាទមានអត្ថប្រយោជន៍ដល់ម្លឹងបាទដោយសារតែយើងអត់ដែលបានដឹងណាបាទអរគុណហើយឥឡូវដើម្បីកុំឲ្យខាតពេលវេលាយូរបាទដូច្នេះសូមបងប្អូនមកតាមដានស្ដាប់ជាមួយនឹងយើងខ្ញុំតាក់ទងទៅនឹងផ្លែអំពិលទឹកនឹងមានអត្ថប្រយោជន៍ច្រើនបាទសម្រាប់សុខភាពអំពិលទឹកមានសាច់ពណ៌សសម្បកពណ៌បៃតងនិងមានរសជាតិចត់តិចតួចតែនៅពេលដែលវាទុំនឹងប្រែពណ៌ទៅជាក្រហមទាំងសាច់និងសម្បកហើយមានរសជាតិផ្អែមតើអំពិលទឹកមានសារធាតុចិញ្ចឹមអ្វីខ្លះនិងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពចំណុចទី1ជួយពោះវៀនអំពិលទឹកមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា quercetin និង flavonoid ដែលអាចជួយលាងសម្អាតជាតិពុលនៅក្នុងពោះវៀននិងក្រពះដែលអាចជួយការពារយើងពីជំងឺរាគចំណុចទី2ជួយស្បែកត្រអកធ្វើឲ្យស្បែកយើងស្ងួតរមាស់រលាកប្រេះឬរបកសារធាតុសាប៉ូនីនសារធាតុប្រឆាំងអុកស៊ីតកម្មអាល់កាឡូអ៊ីត flavonoid និងតានីនជាដើមនៅក្នុងផ្លែអំពិលទឹកអាចជួយប្រឆាំងបាក់តេរីនិងមេរោគផ្សិតដែលធ្វើឲ្យយើងកើតត្រអកជាងនេះទៅទៀតវីតាមីន C នៅក្នុងអំពិលទឹកអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំដែលជួយឲ្យស្បែកយើងមានសុខភាពល្អនិងភ្លឺថ្លាចំណុចទី2ជួយសុខភាពឆ្អឹងនិងសាច់ដុំអំពិលទឹកមានផ្ទុកទៅដោយកាល់ស្យូមនិងផូស្វ័រដែលជាសារធាតុរ៉ែមួយធ្វើឲ្យឆ្អឹងរឹងមាំជាងនេះទៅទៀតការញ៉ាំអំពិលទឹកអាចជួយសម្រួលសាច់ដុំនិងកាត់បន្ថយការចុករោយសាច់ដុំព្រោះអំពិលទឹកមានផ្ទុកទៅដោយប្រូតេអ៊ីនដែលជួយរក្សាម៉ាស់សាច់ដុំនិងធ្វើឲ្យសាច់ដុំមានសុខភាពល្អចំណុចទី3ជួយកាត់បន្ថយភាពតានតឹងនិងថប់អារម្មណ៍សារធាតុប្រឆាំងអុកស៊ីតកម្មដូចជាអាល់កាឡូអ៊ីត flavonoid និងតានីនជួយធ្វើឲ្យយើងមានអារម្មណ៍ល្អបន្ធូរភាពតានតឹងនិងថប់អារម្មណ៍សារធាតុនេះជួយពង្រឹងមុខងារខួរក្បាលនិងការចងចាំរបស់យើងចំណុចទី4ជួយគ្រប់គ្រងទម្ងន់អំពិលទឹកមានផ្ទុកវីតាមីន C ជាតិសរសៃនិងសាប៉ូនីនដែលអាចជួយគ្រប់គ្រងទម្ងន់របស់យើងតាមការសិក្សាបានឲ្យដឹងថាសារធាតុសាប៉ូនីនអាចជួយឲ្យយើងចុះទម្ងន់ចំណុចទី5ជួយពង្រឹងប្រព័ន្ធភាពស៊ាំអំពិលទឹកមានផ្ទុកវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយជំរុញកោសិកាឈាមសក្នុងការប្រយុទ្ធប្រឆាំងនឹងបាក់តេរីឬវីរុសចំណុចទី6ជួយសុខភាពមាត់ធ្មេញអំពិលទឹកសម្បូរទៅដោយកាល់ស្យូមម៉ាញ៉េស្យូមផូស្វ័រដែលជាសារធាតុរ៉ែជួយពង្រឹងឆ្អឹងនិងកាចាធ្មេញម្យ៉ាងទៀតអំពិលទឹកមានសារធាតុប្រឆាំងអតិសុខុមប្រាណនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយព្យាបាលដំបៅមាត់និងការពារយើងពីការឡើងកម្ដៅមាត់ចំណុចទី7ជាចំណុចចុងក្រោយផងដែរជំនួយបេះដូងវីតាមីន C នៅក្នុងអំពិលទឹកអាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់និងជួយបង្កើនកម្រិតកូលេស្តេរ៉ុលល្អលើសពីនេះទៅទៀតអំពិលទឹកសម្បូរទៅដោយប៉ូតាស្យូមដែលអាចជួយគ្រប់គ្រងចង្វាក់បេះដូងនិងជំរុញបេះដូងឲ្យច្របាច់ឈាមដើម្បីចែកចាយទៅពេញរាងកាយប៉ូតាស្យូមក៏ជួយកាត់បន្ថយសម្ពាធឈាមដែលជួយការពារយើងពីជំងឺសរសៃឈាមបេះដូងអំពិលទឹកមានសារធាតុចិញ្ចឹមល្អជួយដល់រាងកាយយើងតែយើងមិនត្រូវញ៉ាំច្រើនដែរព្រោះនាំឲ្យមានបញ្ហារំលាយអាហារនិងធ្វើឲ្យមុខងារតម្រង់នោមធ្លាក់ចុះជាពិសេសម៉ាក់ពោះនិងម៉ាក់កំពុងបំបៅដោះកូនគួរជៀសវាងការញ៉ាំបាទបងប្អូនទាំងអស់គ្នាបាទនេះគឺជា7ចំណុច
បាទនៃអត្ថប្រយោជន៍របស់ផ្លែអំពិលទឹកណាបាទអញ្ចឹងច្បាស់ជាបងប្អូនស្គាល់ហើយផ្លែអំពិលទឹកនេះបាទហើយអត្ថបទសុខភាពមួយនេះយើងខ្ញុំក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងហើយអត្ថបទនេះផងដែរបាទយើងខ្ញុំក៏បានដកស្រង់ចេញពីគេហទំព័ររបស់ Hello គ្រូពេទ្យដើម្បីចែករំលែកបន្តទៅដល់បងប្អូនឲ្យបានដឹងអំពីអត្ថប្រយោជន៍ពីផ្លែអំពិលទឹកបាទព្រោះថាផ្លែអំពិលទឹកនេះស្គាល់យូរហើយប៉ុន្តែអត់ដឹងពីអត្ថប្រយោជន៍ច្រើនដល់ម្លឹងបាទហើយថ្ងៃនេះបានក៏បានដឹងពីអត្ថប្រយោជន៍ហើយបងប្អូនទាំងអស់គ្នាដែលនិយមតាមដានស្ដាប់ក៏ដូចជាទស្សនានៅក្នុង Channel របស់យើងខ្ញុំក៏បានដឹងអំពីអត្ថប្រយោជន៍ពីផ្លែអំពិលទឹកនេះដូចគ្នាដែរបាទអរគុណហើយមួយវិញទៀតបាទសម្រាប់បងប្អូនដែលចូលរួមទស្សនាក៏ដូចជាស្ដាប់នៅក្នុង Channel របស់យើងខ្ញុំបាទសូមជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូក៏ដូចជាបានស្ដាប់ទៅនឹងអត្ថប្រយោជន៍ពីបន្លែផ្លែឈើបាទផ្សេងពី Channel របស់យើងខ្ញុំផងដែរបាទអរគុណហើយមុននឹងបញ្ចប់យើងខ្ញុំក៏សូមខន្តីអភ័យទោសនិងក៏សូមជូនពរទៅដល់បងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃដើម្បីតាមដានស្ដាប់តាំងពីដើមរហូតមកដល់ទីបញ្ចប់នេះបាទហើយក៏សូមជូនពរទៅដល់បងប្អូនឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលាផងដែរសម្រាប់ពេលនេះសូមអរគុណសូមជម្រាបលា